តាមរលកសញ្ញាហ្នឹងឯងជួយសង្គ្រោះដល់សពសត្វទាំងអស់ហើយពួកយើងនេះភារកិច្ចរបស់ពួកយើងគឺត្រង់ផងហើយប្រឹងខ្លួនឯងផងការសង្ខេបទៅឲ្យដើម្បីអង្គុយតែកុំឲ្យពេលលាចេះតែយូរទៅយើងនៅក្នុងអង្គុយទៅបានកំលៀនសូមយកគីវិចរទាំងឡាយតាមចិត្តនមស្ការកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណានោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅនៃយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គនៅខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹងខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹងជាគម្រោងពីរដងផងខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹងជាគម្រោង3ដងផងដោយអានុភាពនៃកិរិយានមស្ការថ្វាយបង្គំបងនៅឧបទ្រពទាំងឡាយទាំងពួងទាំងសក្តីអន្តរាយទាំងឡាយជាអនេកក៏ចូលឲ្យវិនិច្ឆ័យទៅកំបីមានសេះសល់ឡើយសូមដើមណៃនៃព្រះសម្មាសម្ពុទ្ធញាណជាអង្គម្ចាស់ណៃនៃពលិនៃធម្មជាតិទាំងឡាយសូមឲ្យមនុស្សទាំងឡាយដែលមកកាន់ទីនេះហើយរក្សាបុគ្គលឬយកគួយវិចរទាំងឡាយដោយធម៌និងធម៌មេដាបៃតារក្សាបុត្រយ៉ាងណាមិនសូមឲ្យអ្នកទាំងឡាយរក្សាយោគីវិចរទាំងឡាយនោះបីដូចជាបុត្ររបស់ខ្លួនយ៉ាងនោះទោះអមនុស្សកាយក្តីមនុស្សកាយក្តីដែលអនុភាពនៃអាណាបានិសតិកម្មដ្ឋានអនុមោទនាបុណ្យអនុមោទនាបុណ្យសូមអនុមោទនាបុណ្យនឹងឯងជើញអង្គុយចាស់នេះកូនមេដៃតែប៉ុណ្ណេះពីគ្នាបានណាហ្នឹងហើយស្រួលពេលណាងោកប៉ះអញ្ចឹងបន្តិចទៅហ្នឹងហើយដាក់ធ្វើម៉េចមេដៃជុលគ្នាហ្នឹងហើយកុំអឹបខ្លាំងពេកគ្រាន់តែមកប៉ះគ្នាដល់បន្តិចទៅកាលណារៀបងោកកន្លោះមេដៃបន្តិចតែចឹងសូមឲ្យយកគីវិចរទាំងឡាយដកដង្ហើមនេះវែងតាមចំមោះហើយបញ្ចេញតាមមាត់3ដងទាំងអស់គ្នាសិនដើម្បីឲ្យធូរទ្រង់ពេលណាធ្វើអញ្ចឹង3ដងហើយក៏បិទមាត់ឲ្យជិតបិទធ្មេញឲ្យជិតហើយតម្កល់ខ្លួនឲ្យត្រង់កុំអោនពេកកុំងឿយពេកហើយអធិដ្ឋានក្នុងចិត្តថាដោយដំណាយដៃជះនៃព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់អំណាចនៃព្រះសម្មាសម្ពុទ្ធញាណសូមអំណាចនៃធម្មជាតិស្អាតនេះបដិស្ថានលើខ្លួនខ្ញុំចម្រើននៅកម្មដ្ឋានណាសូមឲ្យកម្មដ្ឋាននោះចូលមកជាប្រយោជន៍ដល់ខ្ញុំហើយក៏បិទភ្នែកសម្លឹងមើលខ្ចៅរបស់ខ្លួនទៅចាស់ធិរៈរបស់យោគីវិចរពេលនេះមិនបាច់រលឹកឃើញអ្វីទៀតទេគ្រាន់តែសម្គាល់មើលខ្ចៅដែលដកចេញពីច្រមុះហើយចូលទៅក្នុងខ្លួនរបស់ខ្លួនឯងវិញតែប៉ុណ្ណឹងនេះជាភារកិច្ចជាកាតព្វកិច្ចចាំបាច់បំផុតរបស់យោគីវិចរដែលត្រូវចម្រើនលោកម្ចាស់ប្រហែលជាបង្រៀនធម៌នេះដដែលតែមិនទេធម៌នេះជាឫសគល់បើយោគីវិចរសាងអាគារដ៏ធំស្កឹមស្កៃតែឫសកែវរបស់យោគីវិចរតូចរមែងទប់ទល់ក្នុងកម្មដ្ឋានធំខាងមុខមិនបានទេព្រោះកម្មដ្ឋានខាងមុខរាប់ចាប់ពីអសុភនិមិត្តក្តីអាការៈ32ក្តីកសិន10ក្តីរមែងមានផលរបស់និមិត្តនៅក្នុងនោះបើអាណាបាមិនព្រមដល់ធម៌នឹងធម៌អពេខាចិត្តមិនកើតឡើងទេរមែងគ្រប់គ្រងសតិឲ្យខ្លួនឯងមិនកើតហើយរមែងជាប់តែក្នុងសតិរបស់ខ្លួននឹងឯងចឹងសូមឲ្យយោគីវិចរណែនាំគ្នាអង្គុយដោយសតិរលឹកចំពោះខ្
ចៅដែលការឡើងពីអាណាបាគឺមិនបាញ់ប្រឹងទេគឺកើតឯងគឺខ្យល់ដង្ហើមយើងមានសត្វទៅហើយយើងមិនបាច់ទៅបញ្ជាឲ្យចូលឲ្យចេញឲ្យវែងឲ្យខ្លីអីទេគ្រាន់តែសតិយើងគឺមនោជីវនចិត្តការរលឹកដឹងនឹកឃើញនេះគឺការរលឹកតាមលើខ្យល់នេះមានសភាពតិចពីយើងព្រោះយើងមិនធ្លាប់តាមដានអាចជាចូលត្រឹមច្រមុះហើយបាត់ត្រឹមបំពង់កយើងទៅដឹងឲ្យក្រោមផ្សិតអីវិញក៏មានដែរអញ្ចឹងហើយសូមឲ្យយកគីវចរទាំងអស់ហ្នឹងគឺតាមមើលខ្យល់របស់ខ្លួនកម្មដ្ឋានក្នុងថ្ងៃនេះយោគីវិចារទាំងឡាយបានទទួលនៅការព្រមច្រើនជាងលើកមុនហើយអមនុស្សក៏មិនជាសូវរំខានទេអញ្ចឹងអស់លោកទាំងឡាយតាំងសុខទៅដោយសទ្ធានិងបិតិសំលមមអញ្ចឹងសូមកុំបង្វែងចិត្តឆ្ងាយពីសេចក្តីសុខស្ងប់នោះអីយូរពេកគួរតែក្រឡេកទៅមើលខ្យល់របស់ខ្លួនថាខ្យល់ដែលវែងចេញពីច្រមុះរហូតទៅដល់បាតជើងហើយបក់ពីបាតជើងឡើងមកចុងច្រមុះវិញមានអាការៈយ៉ាងណាយោគីវិចរក៏បីដឹងយ៉ាងនោះយោគីវិចរពួកខ្លះខ្យល់អាចជាឡើងដល់ត្រកូលទី2គឺខ្យល់នោះផ្ដាច់ក្នុងខ្យល់វែងហើយត្រឡប់មកត្រឹមខ្យល់ខ្លីពីត្រឹមពោះមកកាន់ចុងច្រមុះទោះជាខ្យល់មានសភាពយ៉ាងនោះហើយក៏ដោយក៏យោគីវិចរទាំងឡាយក៏បីតាមមើលពិនិត្យនៅខ្យល់នោះដែរយើងធ្វើបែបនេះឈ្មោះថាយើងបានចងនៅសតិរបស់យើងឲ្យជាប់នៅក្នុងអាណាបាដែលហេតុដល់បច្ច័យយ៉ាងនេះគឺឈ្មោះថាបុគ្គលបានតាំងមាំនៅក្នុងអាណាបាហើយសតិបានចងជាប់នៅក្នុងអាណាបាហើយដៅក្នុងខ្លួនស្បែកក្តៅស្ងួតស្អាតស្អាតស្រស់ថ្លាដូចគេទេហើយធ្វើឲ្យឈឺលើថ្ងាសចុកលើថ្ងាសហើយមានបញ្ហាគឺទី1គឺធ្វើឲ្យស្រក់កឡូវលឿនស្បែកក្តៅកកុកឈឺលើថ្ងាសអួរលើថ្ងាសនឹងបើហូបទាស់ចំណីនៅស្អីតែហូបផ្ដេសផ្ដាស់វាមានបញ្ហារូបស្ត្រីនឹងធ្វើពិបាកឲ្យឈឺដៃលើដៃស្បូននេះដល់ពេលអញ្ចឹងធ្វើឲ្យស្លេកស្លាំងក្តៅសាច់ក្តៅឈាមយើងមិនស្រស់ថ្លាដូចគេទេធ្វើឲ្យយើងពិបាកក្នុងខ្លួនរហូតសាច់ក្តៅកកុកហើយស្គមទៅយូរណាស់វាចោតជីទៅលមាស់ទៅជាលាកខ្លាំង បើតាមានខាប់ហើយគឺលមាស់នឹងតែលមាស់ហើយមានបញ្ហាលាកស្បូន
មានបញ្ហាច្រើនមុខណាក្នុងសម្រាប់មនុស្សស្រីតាមពិតចឹងមនុស្សស្រីត្រូវហូបប្រយ័ត្នរឿងនេះរឿងតាពាំងនេះយើងកុំសូវចង់ហូបពេករបស់ផ្អាប់អីកុំសូវចង់ហូបពេកបញ្ហាមនុស្សរោគស្ត្រីនឹងវាស្រាច់ក្តៅកកហើយថ្នាំខ្ញុំព្យាបាលគឺត្រជាក់ផ្សះតើតផ្សះព្យាបាលសះជាហើយបានស្បែកយើងស្រស់ថ្លាមកវិញហូបតែ3ថ្ងៃទៅ5ថ្ងៃប្រែប្រួលរហូតហើយមានបញ្ហាជំងឺហ្នឹងសូមកុំភ្លេចតាក់ទងមកលេខទូរស័ព្ទមាន3ប្រព័ន្ធហើយជាកិច្ចបញ្ចប់នេះសូមជូនពរបងប្អូនទាំងអស់គ្នាដែលមានបញ្ហាហ្នឹងតាក់ទងមកកុំទុកយូរតែទុកយូរវាលាកមានជំងឺកាចគឺជំងឺដែលលាកស្បូនឬក៏ដំបៅស្បូនឬក៏ជាមហារីកគឺកាចដល់យើងហៅកាចទៅហើយហូបប្រយ័ត្នផងបានលឿនបើហូបមិនប្រយ័ត្នគឺជាបាលថ្នាំអីក៏មិនជាដែរបើហូបប្រយ័ត្នដឹងលឿនហើយมันខាតពេលយូរมันអស់លុយច្រើនដងអញ្ចឹងបានថាសូមបងប្អូនបើមានបញ្ហាហ្នឹងតាក់ទងមកលេខទូរស័ព្ទខ្ញុំ3ប្រព័ន្ធសូមអរគុណសូមជម្រាបលា